បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំពីបណ្ដាញកណ្ដាលបន្លាទៅទៀតហើយបាទនេះកន្លះគីឡូទៅបងប្រុសបាទទាំងរស់ណាបងប្អូនណាមើលជាក់ស្ដែងរវើកពេញហ្នឹងធំល្អណាស់បងអើយបងប្រុសទិញលើកនេះជាលើកទី2បាទវាមិនឆ្ងាញ់មិនល្អគាត់មិនបន្តទិញទៀតទេបាទអរគុណបងប្រុសមែនទែនអរគុណធំបាទហើយចំណាយខាងនេះវិញ1គីឡូនេះ1គីឡូបាទត្រៀមចេញទៅដែរ1គីឡូគឺយើងធ្វើផ្ញើទាំងកម្របទាំងធនហើយខាងក្រោមនេះគឺយើងចាក់ដាក់សបកដូងណាបងណាហ្នឹងហើយតោះយើងចាក់ចូលតែម្ដងអូខេបាទនេះបន្ទាប់ពីយើងចាក់ចូលហើយបងប្អូនបាទគេដាក់ចឹងឲ្យវាត្បល់ទៅក្នុងហ្នឹងទៅបាទយើងផ្ញើទៅតាមខេត្តបាទទុកដល់មកយកក៏អត់អីដែរសម្រាប់បងទៅតាមខេត្តយកជាគីឡូចឹងណាបងណាបាទព្រោះយើងដាក់ទាំងគីឡូនេះទាំងធនទាំងកម្របនេះគឺយើងដាក់ទៅឲ្យបងតែម្ដងបាទតែបើបងទិញកន្លះគីឡូទេបងចង់យកទៅខេត្តតតបងទិញជាឈុតកធុនហើយនឹងកម្របនេះម្ដងទៀតបាទមូលហេតុគឺវាយើងដាក់ក្នុងប្រអប់ចេះបានដូចគ្នាប៉ុន្តែវា space ទូចពេកហ្នឹងបងប្អូនបាទ space ទូចពេកសម្រាប់នេះបាននៅក្នុងពេញហ្នឹងបងចិត្តអីហ្នឹងបាទចង្អែតដី2គីឡូ3គីឡូ5គីឡូ10គីឡូអីអានេះយើងអាចដាក់បានហើយទៅបើសិនជាបងមានឡានលឿនបាទឡានលឿនក៏អាចដាក់បានដែរកន្លះគីឡូបែបនេះបងបាទឡានលឿនអានោះយើងអាចដាក់បានដូចគ្នាព្រោះយើងច្រើនណាស់ទុកបាន6ម៉ោងអីទេកុំទុកច្រើនពេកដោយសារតែយើងប្រើចេះហ្នឹងហើយណាមួយដាក់តាមឡានយើងមានការប្រុងប្រយ័ត្នដែរបើសិនជាបងមានឡានតាមភូមិតាមស្រុកអីអាហ្នឹងស្រួលតាក់ស៊ីយើងណាបាទតែផ្ញើតាមបន្ថែមឬក៏ប្រៃសណីឬក៏ផ្សេងអាហ្នឹងអាចមានបញ្ហាបាក់បែកដោយសារកំប៉ុងនេះវាស្រួយដែរណាបងណាហើយសម្រាប់ផ្ញើនេះក៏អញ្ចឹងដែរបើផ្ញើតាមបន្ថែមក៏វាអត់សូវជាមានបញ្ហាមូលហេតុដោយសារខ្ញុំដាក់សបកដូងហ្នឹងឲ្យពេញដើម្បីយើងបិទអញ្ចេះទៅវាចិត្តណាវាធ្ងន់វាទប់មើលកញ្ច្រៃហ្នឹងបានណាអញ្ចឹងគេដាក់វ៉ាន់ពីលើវាអត់បែកទេហ្នឹងហើយអញ្ចឹងបានមូលហេតុត្រូវដាក់ហ្នឹងហើយបើសិនជាបងថាចង់យកដាក់បែបជាប្រអប់ចេះវិញដាក់ផ្ញើតាមរយៈបន្ថែមអីខ្ញុំអត់ហ៊ានធានាទេណាបងណាតែបើថាដាក់អញ្ចេះមកទិញកន្លះគីឡូមកទិញជាកញ្ច្រៃនឹងកធុននេះមកឈុតថែមពីលើទៀតទៅខ្ញុំរៀបចំឲ្យអញ្ចឹងដូចគ្នាហើយដាក់មកបាទអូខេហ្នឹងហើយវីដេអូនេះក៏អត់មានអីដែរបើជាអរគុណមែនតើបងសម្រាប់ការគ្រប់គ្រងណាបាទសម្រាប់បងប្រុសម្នាក់នេះគាត់បានយកកន្លះគីឡូម្ដងហើយឥឡូវគាត់មកកន្លះគីឡូម្ដងទៀតហើយគាត់បានកក់ហើយបាទគាត់ថាចិត្តឆ្លងឆ្នាំធ្វើមិនឲ្យគាត់បាន1គីឡូបាទដល់ពេលហ្នឹងយើងក៏ត្រូវស្រីតាមហ្នឹងឲ្យគាត់ដែរហ្នឹងហើយពិតជាអរគុណមែនបងប្រុសបាទអូខេអរគុណច្រើនបាយបាយ